Hello សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជើងនាមដល់ទៅជាមួយនឹងរឿងព្រេងនិទានទេវតាបារាំងឈិនម៉ូនៅភាគទី74បន្តទៀតរឿងនេះដែរខានជួបគ្នារៀងច្រើនពាក្យហើយខ្ញុំទើបតែចាប់ផ្ដើមនៅភាគនេះតែម្ដងដូច្នេះកុំឲ្យកាយពេលយូរជាងជំកាន់សាយរឿងរបស់យើងតែម្ដងទៅដោយគណៈពេលនោះដែរឈិនម៉ូក៏បានលោតចូលទៅក្នុងសំពើហោះរបស់ខ្លួនវិញដល់ពេលនេះដែរគាត់ត្រូវប្រឈមមុខជាមួយនឹងអ្នកខ្លាំងមកពីច្រកទ្វារយូឡុងបន្ទាយឲ្យចាស់ទាំង3បាក់ឈៀងលីរួមជាមួយនឹងប្រាសាទវីរៈបុរសធំនៅក្នុងនោះគឺមានអ្នកហ្វឹកហាត់ឈានទៅដល់ដែនដីផ្កាយ7ដល់ទៅ2នាក់រួមជាមួយនឹងដែនដីហាម៉ានី6កំពូល2នាក់ទៀតចំពោះកម្រិតនៃវិជាកូនខ្ញុំសូមអធិស្ឋានផងដោយសារតែខ្ញុំបកប្រែទៅតាម website មួយអាចជាមានការខុសអំពី website ដទៃទៀតឈិនមុខក៏បានលន់មកទៀតថាតែណាកំពុងតែមកទៀតហើយពន្លឺនៃផ្លែដើរធំប៉ុនជាផុសចេញពីខាងក្រោមរីរាំងនៅសំពើហត់របស់ឈិនមកក្នុងពេលនោះមិនមែនមានតែមួយដើមនោះទេគឺមានច្រើនដើមគ្រោះថ្នាក់ចូលកាន់តែគៀឈិនមកក៏បានទៅកាន់ចកូនសំពើហត់ដល់ខ្លួនឯងផ្ទាល់គិតបានទៅមុខបន្តិចគណៈពេលដែលចពេស្រីម្នាក់ចូលនៅលើដាវយ៉ាងធំគាត់ក៏ឲ្យលងផាំងនឹងទៅកាន់ចកូនជំនួសវិញគាត់នឹងទទួលទោសជាមួយនឹងចពេនោះសំពើពួកគេបន្តទៅមកតែមិនអាចកិច្ចផុតពីដាវរយៈយ៉ាងធំដែលបានរៀងផ្លូវពួកគេនោះទេពីខាងក្រៅដូចជាមានហ្វូងនៃសត្វល្អិតជាច្រើនដែលមើលទៅដូចជាផ្សែងខ្មៅនាងលើកនឹងរៀមដៃពីរបញ្ជីនៅដាវរបស់ខ្លួនដើម្បីគៀបនៅសំពើរបស់ឈិនម៉ូព្រោះតែអស់ជំរឿននោះក៏បានស្រែហានៅស្ដេចបិសាយទូធានឲ្យចេញមកជួយគាត់តែទូធានរៀងក្អឿដែរវាមិនមែនជាមនុស្សធម្មតានោះទេងាយសុទ្ធតែជាស្ដេចបិសាចបើសិនជាចង់ឲ្យជួយជីវិតរបស់ឈិនម៉ូបានក៏ប៉ុន្តែគួរតែប្រើពាក្យថាអញ្ជើញឲ្យរៀងគូសមបន្តិចឈិនម៉ូក៏បាននិយាយពីអញ្ជើញម្ដងទៀតធម្មពលដូចជាលហិតក៏បានផ្ទុះចេញមកកំតិចនៅដាវយៈទាំងពីរដូចចោលភ្លាមធ្វើគួយភ្ញាក់ឲ្យជាខ្លាំងធម្មពលបាញ់ឡើងទៅលើអាកាសតែមានទាំងមូលដូចជាគ្រូដណ្ដប់ដោយរបស់មួយយ៉ាងដូចជាវេនណមអញ្ចឹងមានទឹករំអិលពណ៌ខ្មៅធ្លាក់ទៅលើស្មាចប៉ែនោះនាងមានអារម្មណ៍ថាគួរខ្ពើមខ្លាំងមែនទែនរៀងដូចជាស្លែមអាស្រ័យបិសាចនោះមានកំណត់អាក្រក់ខ្លាំងមែនទែនអ្នកស្រីដែលហ្វឹកហាត់នៅវិជាគុនដាវគេហៅថាអ្នកហ្វឹកហាត់ធាតុជាឬក៏តកលក្ខណៈពិសេសគឺតែបង្ក្រាបនៅទុកព្រួយហើយនឹងការចង់បានដែលចេញពីបេះដូងរបស់នាងចំមុនសិននាងកែបើនេះគឺចាប់ផ្ដើមបែកញើសដូចជាជជែកខ្លាំងមែនទែនពេលនោះនឹងអាចរួមបញ្ចូលនៅស្មារតីចូលជាមួយនឹងដាវតែមួយនឹងអាចបន្សត់ធ្វើឲ្យស្នេហ៍ដាវគឺកាន់តែខ្លាំងក្លានេះកំពុងតែឆ្លុះអង្វែងធ្លាក់ចូលទៅក្នុងរូបភាពនៃការបំភាន់របស់ទូធានបើសិនជាវាមានពេលនោះដល់ទៅកន្លះថ្ងៃវានៅតែសប្បាយជាមួយនឹងនាងចាប់ផ្ដើមដោះអាវបន្តិចម្ដងដើម្បីធ្វើនាងធ្លាក់ចូលទៅក្នុងភពងងឹតដល់ពេលនោះក៏វេទមន្តម្យ៉ាងក៏បានផុសចេញមកក៏បានរំដោះនាងគឺជាសមាជិកនៃបកផ្សេងទៀតនេះពិតជាជឿចិត្តខ្លាំងមែនទែនដែលចាញ់ក៏អាស្ដេចបិសាចទូធានតែក៏ធ្វើឲ្យឈិនម៉ូរបូតទៅបានតែពួកវាគិតថាមិនអីនោះទេឈិនម៉ូគឺនៅក្បែរនៃពិភពអ្នកកុណនិយមហើយមាននៅសម្ព័ន្ធជាច្រើនកំពុងតែតាមប្រមាញ់នៅមេបកតូចនៃបកបិសាចសួរគឺឈិនម៉ូវាគិតថាឈិនម៉ូមិនអាចគេចផុតពីសំណាញ់របស់វាបាននោះទេមិនខ្វល់ថាទៅដល់ទីណាឈិនម៉ូមានការព្រួយបារម្ភជាខ្លាំងព្រោះថាមានអ្នកខ្លាំងជាច្រើនដែលដេញតាមគាត់ខណៈពេលនោះក៏ពលឺនៅផ្លែដាវឆ្ពោះទៅរកពួកគេទាំងលឿនឈិនម៉ូក៏បានលោតទៅចាប់ចង្កូតតែជឿពេកទៅហើយសំពើទាំងមូលក៏ត្រូវបានបំផ្លាញព្រោះថាចង្កូតវាខ្ទេចទីអស់មិនអាចបើកបោទៅមុខទៀតនោះទេក៏បានឲ្យលងផាំងនឹងលោតចេញពីសំពើឈិនម៉ូក៏ចាប់ដើមគិតអំពីអ្នកដែលបានវិវហាគាត់អំបញ្ញមិញនេះមួយដាវកំទេចនៅសំពើទាំងមូលយ៉ាងហោចណាស់ក៏ឈានទៅដល់ម្ចាស់ដានដីមេឃាដែរឲ្យលងផាំងនឹងមិនតាមលបឿនតែចរណៈរបស់លងផាំងមិនលឿនដូចជាសំពើនោះទេលងផាំងមានអារម្មណ៍ថាហេតុអីក៏អ្នកទាំងពីរធាត់ខ្លាំងម្ល៉េះខ្ញុំកាន់តែរត់គឺកាន់តែយឺតហ៊ូលីងអឺដែលជាកញ្ជ្រោងសនឹងក៏ខឹងនឹងលងផាំងជាខ្លាំងឯងថាអ្នកណាធាត់នោះមកពីឯងនឹងរត់មិនលឿនបើឯងរត់យឺតបែបនេះទៀតនឹងខ្លះទៅជាអាហារពេលល្ងាចរបស់ពួកគេមិនខាននោះឡើយមុនពេលចូលឆ្នាំពលឺនៅផ្លែដើក៏បានមកពីមុខមួយទៀតដែលមានរាងដូចជាផ្កាយដែលមកតាមក្រោយលងផាំងប្រើប្រាស់ណាដាល់ភ្លើងចេញពីមាត់រំលាយវាចោលភ្លាមគឺចាស់នេះមានឈ្មោះថាគូយើការវកាត់ឈានទៅដល់ម្ចាស់ដែនដីមេឃាក៏ប៉ុន្តែអត់ដឹងថាផ្កាយប្រមាណនោះទេឈិនម៉ូក៏ដឹងថាវាឈរនៅខាងក្រោមមើលទៅឈិនម៉ូអាចជាមិនអាចផុតពីកណ្ដាប់ដៃរបស់វាបាននោះឡើយងាកទៅមកខាងទៀតគាត់ឃើញថានៅខាងក្រោមនៃភ្នំធ្លាប់មានការប្រជុំគ្នាយ៉ាងខ្លាំងក្លាមានការបង្ហូរឈាមនៅទីនោះអញ្ចឹងប្រកាសជាមានសាកសមនៃក្រុងឆ្អឹងជាច្រើនក៏បានអាឡុងផាំងនឹងចោះចតទៅខាងក្រោមឈិនម៉ូគិតថាមកចំកន្លែងល្អខ្លាំងណាស់គាត់ក៏បានទះដីមួយផាំងនិយាយឲ្យហ៊ូលីងអូផ្លុំនៃក្រុងឆ្អឹងទាំងអស់នោះប្រមូលផ្ដុំគ្នាដាក់នៅមួយកន្លែងទូធានក៏បានប្រតិកម្មឈិនម៉ូទីថាបើសិនជាឯងអាចក៏ហៅនៅខ្លួនប្រាណពិតរបស់យើងចេញមកជាងអាចជួយឯងសម្លាប់ពួកវាបានឈិនម៉ូក៏បានបោកនៅកញ្ចប់នោះដៃដំបងគិតថាលោកទៅទាញទូធានតែបែរជាទាញនៅអធិរាជបិសាចខ្លាឃុំជំនួសវិញតែទីទេបិសាចខ្លាឃុំក៏ជាមនុស្សក្រមបង្គាប់របស់ទូធានដែរតែមិនធ្វើនោះទេវាក៏បានដាក់នៅបិសាចខ្លាឃុំនៅលើក្រុងឆ្អឹងនោះចាប់ផ្ដើមសូត្រនៅវេទមន្តបិសាចដើម្បីកោះហៅនៅរូបរាងរបស់វាចេញមក
ក៏ប៉ុន្តែការកោហៅនៅរាងកាយបិសាចខ្លាឃ្មុំអាចជាចំណាយពេលយូរបន្តិចខណៈពេលនោះក៏គូជើក៏បានមកដល់ល្មមពួកគេក៏ថាមិនល្អនោះទេពេលនេះវាក៏ដឹងថាឈិនម៉ូកំពុងតែកោហៅនៅបិសាចគឺថាឈិនម៉ូគឺជាអ្នកគ្រប់នៅបិសាចហើយថ្ងៃនេះដែរវានឹងស្វែងរកយុត្តិធម៌ឲ្យមេឃាវាត្រូវតែសម្លាប់ឈិនម៉ូចោលដើម្បីសងសឹកឲ្យបងប្អូនដែលបានស្លាប់នៅឯទីក្រុងតាស៊ីងរបស់វាហ៊ូលីងអឺក៏ឲ្យឡុងផាងនឹងទៅទប់ទល់តែវាផិតភ័យខ្លាំងណាស់វាគិតថាវាមិនអាចយកឈ្នះកញ្ចាតាវនោះបានទេព្រោះតែអស់ជំរឿននឹងវាក៏បានបាល់ទៅកងមុខទាំងលឿនវាគ្មានអ្វីទប់ទល់ក្រៅពីដាតភ្លើងដែលចេញពីមាត់វានោះឡើយដុតទៅលើរូបអបតាយ៉ាងធំរបស់កញ្ចាគូជើវាយកដៃម្ខាងដើម្បីរារាំងទូធានកំពុងតែអង្គុយមើលម្ចាស់នេះមិនអន់នោះឡើយហើយវាក៏មិនទៅជួយនោះដែរកញ្ចានោះបន្តវិបហាទៅលើឡុងផាងចងនៅរាងកាយវាក៏បានគំរាមបើសិនជានៅក្បាលរឹងទៀតវានឹងកំទេចនៅព្រលឹងរបស់ឡុងផាងចោលឈិនម៉ូក៏បានសុំជំនួយពីស្ដេចបិសាចទូធានឲ្យចេញទៅជួយតែវាក៏វិក្បាលវាថាវាជាប់កេះនៅក្នុងរាងកាយដែកនេះអញ្ចឹងវាមិនអាចប្រើប្រាស់នៅទំពលពេញលេញបាននោះទេលក្ខណៈថាវារៀងចំណានជាមួយនឹងស្ដេចបិសាចខ្លាឃ្មុំដោយសារតែឈិនម៉ូនឹងបែរជាក៏ហៅនៅរាងកាយស្ដេចបិសាចខ្លាឃ្មុំជំនួសវាទៅវិញតែឈិនម៉ូក៏បញ្ជាក់ប្រាប់ទៀតថាបើសិនជាយើងស្លាប់នៅលើលោកនេះគ្មានអ្នកណាដែលអាចជួយហៅរាងកាយដើមរបស់ឯងមកនោះទេវាគ្រាន់តែចង់ឲ្យទូធានទប់ទល់ជាមួយនឹងគូជើបណ្ដោះអាសន្នសិនទៅអញ្ចឹងគាត់មានអាវុធទិព្វជាច្រើនដែលអាចជួយវាដើម្បីទប់ទល់មួយរយៈដែរគឺអាវុធទិព្វចំនួន2ធ្វើឲ្យទូធានមានការវាឲ្យជាខ្លាំងមិននឹកស្មានថាល្អិតនេះសម្បូរអាវុធទិព្វច្រើនដល់ថ្នាក់នេះអនណាក៏ level បាក់ដែរវាក៏មានកំណត់អាក្រក់មួយទៀតអញ្ចឹងបើសិនជាយើងសម្លាប់នៅល្អិតនេះចោលពេលនោះយើងប្រកាសជាមានសេរីភាពមិនខាននោះទេតែវាភ្លេចគិតអំពីរាងកាយដែរដែលវាសិតនៅនេះពោពេញទៅដោយកលឹះយន្តជាច្រើនបើសិនជាវាសម្លាប់ឈិនម៉ូហើយវាអាចជាជាប់នៅក្នុងរាងកាយដែកនេះរហូតហើយក៏គ្មានអ្នកណាអាចជួយវាបាននោះដែរហើយបើសិនជាវាទប់ទល់ជាមួយនឹងគូជើក៏វាងាប់ដូចគ្នាអញ្ចឹងដំណោះស្រាយបន្ទាន់ពេលនេះគឺមានតែទៅទប់ទល់ជាមួយនឹងគូជើសិនចំណែកឡុងផាំងក៏ស៊ីមួយខ្សែតិចរបស់គូជើធ្លាក់ទៅខាងក្រោមហើយការវឹកកាត់របស់កញ្ចាស់គូជើឈានទៅដល់ដែនដីមេឃាផ្កាយ7ហើយកំពូលទៀតកម្លាំងរបស់វាពេលនេះមិនអាចយកឈ្នះគូជើបានទេគ្រាន់តែអាចទប់ទល់បានមួយរយៈតែប៉ុណ្ណោះកញ្ចាស់គូជើនឹងគិតថាដល់ពេលវេលាដែលត្រូវសម្លាប់ឈិនម៉ូចោលហើយទូធានក៏បានបង្ហាញខ្លួនមកល្មមបោះឡុងផាំងទៅម្ខាងលើកកណ្ដាប់ដៃវាយចេញទៅម៉ាត់ចូលគូជើរឿងលឿនដែរអាចគិតផុនវាក៏បានថែមមួយជើងនឹងប្រមាណដៃទៀតនៅតែវាយមិនត្រូវរាងកាយរបស់គូជើពិតជារឹងវាក៏បានធាក់សងវិញមួយជើងទូធានប្រើប្រាស់នៅប៉ិនក៏ហៅនៅព្រលឹងខ្មៅជាច្រើនសម្បែប៉ិនរបស់វាក៏មានភ្នែកលៀនដូចជាអាបអញ្ចឹងដែរព្រលឹងខ្មៅជាច្រើនក៏សុទ្ធថាតើណាដាស់យើងមកទូធានក៏បានបញ្ជានៅព្រលឹងខ្មៅនោះឲ្យទៅចាត់ការគូជើមិនញើតទេគ្រាន់តែជាព្រលឹងខ្មៅអនាថាតែប៉ុណ្ណោះហើយក៏មិនស្មានថាវាអាចប្រើប្រាស់នៅអាវុធទិព្វនេះដើម្បីកោះហៅនៅខ្មៅទាំងអស់នោះវាបញ្ចេញនូវខោការពារមួយដើម្បីរារាំងតែវាមានអារម្មណ៍ថាឈឺក្បាលបន្តិចដោយសារឥទ្ធិពលនៃសម្លេងខ្មៅនេះរៀងខ្លាំងគូសមវាក៏បានបង្ខំចិត្តបញ្ចេញនៅសរសៃសរបស់ខ្លួនកំទេចនៅព្រលឹងខ្មៅវាប្រហារទៅលើទូធានទះដីមួយផាងខ្សែពីរពណ៌សខ្មៅមានចរណៈដូចជាពស់ក៏បំបកទូធានខ្ទប់ជាមួយនឹងចិញ្ចៀងភ្នំសម្ពីយ៉ាងខ្លាំងបន្តសង្កត់វាទូធានក៏មិននឹកស្មានថារាងកាយរបស់កញ្ចាស់តាវល្អិតនេះមិននឹកស្មានថាខ្លាំងដល់ថ្នាក់នេះវាក៏បានបង្ខំចិត្តប្រើប្រាស់អាវុធទៅបន្ទាប់ទៀតមានរាងដូចជាប្រាសាទពេលនេះវាពិតជាខឹងខ្លាំងមែនទែនប្រើប្រាស់នៅប្រាសាទពណ៌មាសបង្វិលស្រូបនៅធម្មពលសខ្មៅចេញពីជើងរបស់គូជើក្នុងពេលនោះប្រាសាទនោះក៏បានរីកមាឌបង្កើតទៅជាសម្ពាធយ៉ាងខ្លាំងសង្កត់រាងកាយរបស់វាឃុំឃាំងខ្លួនប្រាណជាប់នៅទីនោះខណៈពេលដែលធ្លាក់ទៅខាងក្រោមអណ្ដាតភ្លើងក៏បានដុតចេញពីខាងលើឃើញបែបនេះក៏គូជើគិតថាមិនស្រួលបញ្ញាប់បញ្ចេញនៅវេទមន្តយិនយ៉ាងរបស់ខ្លួនទប់ទល់ជាមួយនឹងអណ្ដាតភ្លើងនោះចំណែករូបអវតារយ៉ាងធំដែលនៅខាងក្រៅក៏បានលើកដៃវាយផ្ដួលនៅប្រាសាទនោះផងដែរដើម្បីជាសង្គ្រោះនៅរាងកាយរបស់វាទូធាក៏បានលោតទៅពីម្ខាងលើកនៅដៃដើម្បីទប់ទល់តែកម្លាំងរបស់គូជើពិតជាខ្លាំងវាប្រឹងបន្តិចទៀតក៏បានផ្ដួលនៅប្រាសាទនោះបានជោគជ័យចំណែកខ្លួនប្រាណរបស់ស្ដេចបិសាចទូធានក៏បានធ្លាក់ទៅខាងក្រោមទៅវាសង្កត់បាយអាចដូចជាជៀនចំណែកឈិនម៉ូក៏ចិត្តបានជោគជ័យក្នុងការកោះហៅនៅរាងកាយស្ដេចបិសាចខ្លាឃ្មុំខ្មៅខណៈពេលនោះក៏មានរន្ទះយ៉ាងខ្លាំងគូជើគិតថាមិនស្រួលនោះទេនៅពេលដែលចូលទៅក៏យឺតពេលទៅហើយច្រកលំហយ៉ាងធំមួយក៏បានចាប់ហាយចេញមកភ្នែកដ៏ធំមួយចាប់ផ្ដើមកលាប់ចាក់នោះគឺជាភ្នែកទី3របស់ស្ដេចបិសាចខ្លាឃ្មុំនេះគឺជាទម្រង់នៃរាងកាយដើមរបស់វាដែលគួរខ្លាចខ្លាំងមែនទែនមើលទៅដូចជាអញ្ចឹងគ្រាន់តែភ្នែកមួយគ្រាប់នោះក៏ធំជាងខ្លួនប្រាណរបស់គូជើទៅទៀតសម្ពាធយ៉ាងខ្លាំងក៏បានផុសចេញមកអ្នកអាចក៏ហៅវាបានអ្នកនោះគឺជាម្ចាស់របស់វាហើយទីបំផុតវាមានសេរីភាពម្ដងទៀតនៅក្នុងពិភពតូចមួយនេះហើយក៏ជាដល់ពេលវេលាដែលត្រូវប្រឈមមុខជាមួយនឹងស្ដេចបិសាចខ្លាឃ្មុំអ្នកក្រៅបង្គាប់របស់ទូធានតែងាកទៅមើលទូធានវិញ
bài chi chọc khoeនៅក្នុងរាងកាយដែរវាក៏បានសើចយ៉ាងលឺមិននឹកស្មានថាម្ចាស់របស់ខ្លួនដុនដាបលក្ខណៈនេះពិតជាគួរអាណិតខ្លាំងមែនទែនវាក៏បានសួរទៅកាន់ឈិនម៉ូដែលជាអ្នកក៏ហៅខ្លួនតែចង់ឲ្យវាធ្វើអីឈិនម៉ូក៏បានចង្អុលទៅកាន់គូជើកណ្ដាប់ដៃមួយក៏បានឈ្មោះចូលទៅក៏បបំប៉ោងរាងកាយខ្ទប់ជាមួយនឹងដីធ្វើឲ្យប្រេះយ៉ាងខ្លាំងវាគិតថាគូជើគ្រាន់តែជាកូនដង្កូវតូចមួយក្នុងខ្សែភ្នែករបស់វាតែផ្លែដើមមួយក៏បានទម្លុះនៅខ្លួនប្រាណរបស់ស្ដេចបិសាចខ្លោងឃ្មុំរួចទៅហើយវាក៏បានសើចយ៉ាងលឺរាងកាយរបស់វាដូចជារាងកាយអមតៈអញ្ចឹងមិនអាចធ្វើអ្វីវាបាននោះទេវាក៏បានដាក់មួយកណ្ដាប់ដៃទៀតខ្ទប់ទៅនឹងជញ្ជាំងក្នុងនៅខាងក្រោយក៏បានបន្ថែមជាច្រើនដៃម៉ាត់យកកន្លែងនេះមានអារម្មណ៍ថាសាហាវខ្លាំងមែនទែនប៉ុណ្ណឹងឯងនៅតែមិនងាប់នៅពេលនោះក៏បានលេចចេញនៅជក់របស់ម្នាក់ទៀតដែលវាសុំទៅកាន់គូជើដែលវាមកជួយពេលបន្តែងពលឺនៃជក់របស់វាក៏បានកាត់ក្បាលរបស់ស្ដេចបិសាចខ្លាឃ្មុំឲ្យធ្លាក់ទៅខាងក្រោមតែដៃរបស់វាម្ខាងក៏បានចាប់ក្បាលខ្លួនឯងជាប់ក៏បានយកមកដាក់តវិញបានយ៉ាងងាយវាមិនស្មានថាមានឆ្កែមួយក្បាលទៀតមកនោះទេអាពេលនេះមានឈ្មោះថាលូវ៉ាន់ជូគឺជាសិស្សនៃលោកម្ចាស់ជាងហ្វូនៃបកជាងលីហៅថាជាងហ្វូក៏បានដែរព្រោះថាឈិនម៉ូហៅថាជាងហ្វូដូចគ្នាក៏បានអោនក្បាលទៅការគោរពទៅកាន់ឈិនម៉ូដោយសារតែឈិនម៉ូគឺជាមេបកនៃបកបិសាចសួរហើយមានតំណែងខ្ពង់ខ្ពស់ទោះបីជាចង់សម្លាប់គាត់ចោលក៏ឲ្យតម្លៃគាត់ជាមុនសិនដែរគ្រូវាធ្លាប់រួមដំណើរជាមួយនឹងលីសាន់រ៉ែនហើយនឹងធៀនចិនធ្លាប់ត្រូវបានគេបង្កបញ្ហាយ៉ាងវេទនានៃពិភពមួយនេះហើយក៏បានបញ្ជូនខ្ញុំមកគឺសិស្សប្អូនម្នាក់នេះដើម្បីមកជួយសិស្សច្បងឈិនម៉ូក៏តបទៅកាន់អាចចង្រៃជាងហ្វូដែលជាគ្រូរបស់វាតែតាមពិតទៅធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាហេតុអីក៏វាមិនមកទីនេះដោយផ្ទាល់បើជាបញ្ជូននៅកូនសិស្សរបស់វាមកជំនួសវិញបញ្ជូនមកម្ដងម្នាក់ថែមទាំងមើលស្រាវយើងថែមទៀតផងវាក៏ប្រាប់ទៅកាន់ឈិនម៉ូទៀតថាដោយសារតែគ្រូរបស់ខ្លួនគ្មានជំរឿត្រូវនៅឆ្ងាយហើយនេះគឺជាបញ្ហាបន្ទាន់ហើយគាត់មានភារកិច្ចមួយដើម្បីជួយសង្គ្រោះនៅជីវិតរបស់មនុស្សនៅក្នុងពិភពមួយនេះឈិនម៉ូក៏បានសួរអំពីផែនការក្នុងការជួយសង្គ្រោះជីវិតរបស់មនុស្សតើវាធ្វើដោយរបៀបណាទៅវាក៏និយាយទៀតថាការផ្លាស់ប្ដូរនៃកំណែតម្រង់ស្វែងរកនឹងការលើកលែងទោសពីមេឃាកន្លែងនេះគឺខ្ញុំពិបាកយល់ខ្លាំងមែនទេមិនដឹងថាមានន័យថាយ៉ាងម៉េចនោះទេឈិនម៉ូក៏ចាប់ផ្ដើមគិតកំណែតម្រង់ថ្មីបច្ចុប្បន្នគឺត្រូវបានគ្រប់គ្រងដោយអធិរាជហើយនឹងទីប្រឹក្សារបស់អធិរាជគឺសម្ដៅទៅលើស្ដេចនឹងឯងតែពេលនេះទីប្រឹក្សាអធិរាជក៏បានបាត់ខ្លួនតើវាមានន័យបែបនេះមែនទេឈិនម៉ូក៏បានតបទៅវិញទៀតថាលោកម្ចាស់ឈៀនហ្វូហើយនឹងអ្នកដទៃចង់សម្លាប់អធិរាជមែនទេក៏ធ្វើឲ្យគូជើមានការផ្យោតជាខ្លាំងព្រោះថាកំណែតម្រង់ថ្មីគឺចង់កែប្រែគឺគេត្រូវតែសម្លាប់នៅមេដឹកនាំចោលនឹងឯងឈិនម៉ូក៏បានបន្ថែមទៀតថាទីប្រឹក្សាអធិរាជធ្លាប់គោរពទៅកាន់កញ្ចាស់ឡៃហើយអនុញ្ញាតឲ្យគាត់នឹងជួយសង្គ្រោះនៅឈៀងហ្វូហើយនឹងអ្នកដទៃព្រោះតែហេតុផលនេះទៅវាមិនហ៊ានចេញមកខ្លួនឯងដោយផ្ទាល់តែអីក៏សុកវាត្រឡប់មកវិញអញ្ចឹងកូនសិស្សរបស់ឈៀងហ្វូក៏ភ្ញាក់ជាខ្លាំងវាក៏អត់ទាន់យល់អំពីចេតនារបស់គ្រូវាដែរតែវាគ្រាន់តែធ្វើតាមទូនាទីតែប៉ុណ្ណោះតែគ្រូវាបញ្ជូនមកសម្រាប់ឈិនម៉ូចោលហើយភារកិច្ចបន្ទាប់ទៀតដូចជាការគិតរបស់ឈិនម៉ូនឹងឯងប្រហែលជាត្រូវសម្លាប់នៅអធិរាជនិងទីប្រឹក្សារបស់អធិរាជក្នុងពេលនោះក៏ចប៉ែម្នាក់ទៀតក៏បានបង្ហាញខ្លួនក៏តបទៅថាអីក៏ពួកយើងមិនអាចត្រឡប់មកកាន់ពិភពមួយនេះវិញនេះមានឈ្មោះថាជាងហ្វូសាន់រ៉ែនមកពីរាជវាំងលីងស៊ីវហៅថាសាន់រ៉ែនក៏បានដែរឈ្មោះវែងពេកខ្ញុំពិបាកចាំណាស់តែនាងមកទីនេះដើម្បីសម្លាប់ឈិនម៉ូដូចគ្នានាងក៏បានលើកដៃអង្គក្បាលគោរពទៅកាន់ឈិនម៉ូនាងក៏គាត់ក៏សួរទៀតថាបើសិនជានាងមកទីនេះដើម្បីសម្លាប់ខ្ញុំចាំបាច់ហេតុអីអង្គក្បាលគោរពខ្ញុំបែបនេះទៅវិញនាងប្រាប់ទៀតថាទោះបីជាសត្រូវក៏ដោយនេះគឺជាការបង្ហាញអំពីភាពត្រឹមត្រូវគោរពគ្នាទៅវិញទៅមកនៅពេលដែលវាសម្លាប់នៅឈិនម៉ូដែលជាមេបកតូចនៃបកបិសាចសួរស្មើនឹងវាធ្វើបាបអ្នកទន់ខ្សោយឬក៏ក្មេងជាងខ្លួនហើយមួយទៀតដោយសារតែឈិនម៉ូគឺជាមេដឹកនាំដ៏ខ្ពង់ខ្ពស់នៃបកបិសាចសួរបញ្ជាពីឋានៈគឺខ្ពស់ជាងពួកវាទៅទៀតអញ្ចឹងសរុបទាំងអស់គឺមានន័យថាពួកគេកំពុងតែប៊ូលីធ្វើបាបនៅឈិនម៉ូដែលទន់ខ្សោយជាងខ្លួនគ្រាន់តែឋានៈរបស់ឈិនម៉ូខ្ពស់ជាងពួកវាអញ្ចឹងហើយបានជាពួកវាអង្គក្បាលទៅការគោរពឈិនម៉ូក៏តទៅវិញទៀតថាការវិលត្រឡប់មកកាន់ពិភពមួយនេះវិញរបស់ពួកឯងបីសម្លាប់នៅបិសាចទន់ខ្សោយម្នាក់ដូចជាយើងមិនចាត់ទុកថាគឺជាការប៊ូលីអ្នកដទៃទេអីហើយតែងតែបង្ហាញតែខ្លួនឯងសិតតែត្រឹមត្រូវគឺជារឿងដែលគួរឲ្យអស់សំណើចខ្លាំងមែនទែនឈិនម៉ូគិតថានៅមានប្រមាណក្បាលទៀតដែលនៅលាក់ខ្លួននិយាយមិនទាន់ប្រមូលផលនឹងក៏មួកមួយហោះឆាំបុកគាត់បន្តែងឬគឺជាព្រះសង្ឃប៊ូសានឬគាត់មកទីនេះដើម្បីស្វែងរកនៅភាពយុត្តិធម៌សម្អាតនៅបាបកម្មរបស់ឈិនម៉ូនិយាយឲ្យខ្លីទៅគឺសម្រាប់ឈិនម៉ូចោលនឹងឯងតែប្រើសិទ្ធិពាក្យព្រះធម៌ម្នាក់ទៀតគឺមកពីច្រកទ្វារ Master Chi នៃស៊ីមិនដែលមានឈ្មោះថា Lu Sanpo តួអង្គមួយឈ្មោះបបាក់ចាំខ្លាំងមែនទែនមកពីសំណាក់ផ្កាឈូកតែសំលៀងពាក់ដូចជាអ្នកសុំទានអញ្ចឹងពីចង់ជីស្មៅគឺជាជង្រឺ
ឲ្យតែពួកបិសាចមិនថាបបិសាចគឺត្រូវតែសម្លាប់ចោលទាំងអស់ហើយវាក៏ដឹងទីថាមាននៅកញ្ជ្រោងបិសាចដែលនៅក្បែររាងកាយរបស់មេបបិសាចគឺសម្ដៅទៅលើ Holding Earth ដែលធ្លាប់ឆ្លងកាត់នៅច្រកទ្វារ Master Chief របស់ខ្លួនហើយច្រកទ្វារ Master Chief ក៏ធ្លាប់បញ្ជាវាសម្លាប់នៅកញ្ជ្រោងនោះដោយគ្មានធម្មតានោះដែរ Holding Earth គ្រាន់តែលឺបែបនេះក៏បានចេញមកតវ៉ាភ្លាមហើយក៏បានប្រាប់រឿងដែលបានកើតឡើងកាលចំនួននោះផងដែរឈិនអឺក៏ចាប់ដើមគិតទីថាពួកវាសុទ្ធទៅដល់ឈានទៅដល់ដែនដីមេឃា5នាក់អាជីពពិបាកក្នុងការទប់ទល់ជាខ្លាំងគូជឿគិតថាបានដៃវាហើយក៏ពួកគេនឹងឡោមព័ទ្ធដើម្បីសម្លាប់ឈិនម៉ូតែម្នាក់ឯងបំផ្លាញនៅបបិសាចសួរស្វែងរកនៅសន្តិភាពពិតប្រាកដឲ្យពិភពលោកមួយនេះវិញឈិនម៉ូក៏តទៅវិញទៀតថាសន្តិភាពអាចយកអីទៅពួកឯងនោះទេគឺជាអ្នកបង្កនៅគ្រោះមហន្តរាយសម្រាប់ពិភពមួយនេះបបិសាចសួររបស់យើងក៏ធ្លាប់ប្រើប្រាស់នៅធម្មពលទេជួយសង្គ្រោះនៅជីវិតរាប់មិនអស់តែមានមនុស្សខ្លះបានបោះបង់ចោលនៅសន្តិភាពបង្កនៅភាពចលាចលនៅចំពោះមុខជើងឯងហ៊ានហៅខ្លួនឯងថាជាមនុស្សត្រឹមត្រូវផងអីតែពួកវាមិនខ្វល់នោះទេឲ្យមានឈ្មោះថាជាបិសាចគឺជាមនុស្សអាក្រក់ទាំងអស់ពួកគេក៏ចាប់ដើមគ្រវីនៅអាវុធរបស់ខ្លួនរៀងៗខ្លួនបញ្ចេញនូវរូបអវតារយ៉ាងធំនៃព្រលឹងនីមួយៗមិនមកឲ្យពេលយូរពួកគេក៏បានបញ្ជានៅគ្រីរបស់ខ្លួនឲ្យទៅសម្លាប់ឈិនម៉ូចោលក្នុងពេលនោះឈិនម៉ូក៏បានកោះហៅនៅអតិថិបិសាចខ្លាខ្មុំខ្មៅដើម្បីទៅចាត់ការពួកវាចោលអញ្ចឹងឈិនម៉ូនឹងបូជាពួកវាទាំង5នាក់ទៅឲ្យស្ដេចខ្លាខ្មុំធ្វើជាចំណីមិនមកពេលយូរក៏បានក្រោកឈរឡើងក្នុងពេលនោះដើម្បីប្រជុំមុខជាមួយនឹងជើងខ្លាំងទាំង5តែគូសរសើរសាច់រឿងរបស់យើងក៏ស្លេតតែប៉ុណ្ណេះ